Chuyện xưa sẽ đây ở đây nên xem Sakura Sakamichi ngày nay dân nâng một bần to xây hướng Tokyo Revenger bởi dương bần to tiệt khinh tha ca bị phiện môn dân ban đăng rương rai cha cha nâng ạt cầm băng chỉ tràn ta yang na vì nơi ta ạt cục rón đầm bè Sakamichi ai bình chụp chùm lụa đổ thông rồi viên krong tàng pi bàn tại có nơi ta thở ca prai rương khác để nói mai ký nâng Tokyo Manchi tàng mút thẹn từ rộp đường đời chùa lực ni Sakamichi thở thơ mấy cầm oi ca sutara xâm là Panchi nơi ngày để krong tàng pi vai kia phù bờ sân chỉ Panchi slam nút viênនឹងធ្វើឲ្យម៉ៃគីកានកំហឹងនឹងការស្អប់កាន់តែខ្លាំងទៅលើការស៊ូតារ៉ាព្រោះយើងដឹងហើយថាគេក៏ជាមនុស្សតែម្នាក់ដែលបានសម្លាប់ស៊ីនីជីរុដែលត្រូវជាបងបង្កើតរបស់ម៉ៃគីដែរដូចនេះវាអត់មានអីចម្លែកទេដែលម៉ៃគីសម្លាប់មនុស្សដោយការស៊ូតារ៉ាមុននឹងទៅបន្តសាច់រឿងរបស់យើង admin ក៏សូមឲ្យអ្នកដែលអត់ទាន់បានជួយ subscribe ឲ្យ admin កុំភ្លេចចែក admin ម្នាក់មួយផងអរគុណទុកមុនណាហើយមួយទៀត admin ក៏សូមអរគុណដល់មនុស្សល្អដែលបានជួយ support admin តាមរយៈ AVA ពិតជាអរគុណដល់ទឹកចិត្តគាត់ខ្លាំងមែនតើតោះអញ្ចឹងយើងទៅចាប់ផ្ដើមរឿងយើងបន្តទៀតថ្ងៃនេះគឺជាថ្ងៃដែលក្រុមខ្លាំងៗទាំងពីរមកប៉ះគ្នាហើយព័ត៌មាននេះក៏បាននាំឲ្យក្រុមអក្រិតជនជាច្រើននៅក្នុងទីក្រុងទាំងមូលក៏បានមកចូលរួមទស្សនាពេលហ្នឹងក៏មានហាន់សេនដែលមកពីក្រុមដ៏ធំមួយមកធ្វើជាអាជ្ញាកណ្ដាលដែរតែវ៉ាហាឡាមិនត្រូវការនោះទេព្រោះពួកគេយល់ថាការប្រយុទ្ធនេះគឺដាក់ជីវិតមិនមែនដាក់តង់ទេក្រុមទាំងពីរក៏បានសម្រុករកគ្នាដោយទឹកចិត្តមោះមុតហើយគ្រប់គ្នាគឺសុទ្ធតែចង់យកឈ្នះរៀងៗខ្លួន Division ធំៗរបស់ក្រុម Tokyo Manchi គេគ្មានណាម្នាក់ខកខានក្នុងការប្រកួតនេះឡើយពួកគេកំចាត់សត្រូវយ៉ាងអង់អាចមិនមែនត្រឹមតែ Division ប៉ុណ្ណោះទេសូម្បីតែអនុ Division និងសមាជិកដទៃទៀតក៏មិនអន់ដែរកម្លាំងពេញខ្លួនមកបើយើងក៏លេចទៅមើលថាSakamichiវិញពេលនេះគាត់មិនទាន់ចាប់អារម្មណ៍នឹងណាទេព្រោះគាត់ផ្ដោតតែស្វែងរកប៉ាជីម្នាក់គាត់ភ្លាមនោះសមាជិករបស់វ៉ាហាឡាម្នាក់ក៏បានស្ទុះមកវាយគាត់មួយដៃហើយចាប់គាត់បោកទៀតមើលឃើញសកម្មភាពដែលម្នាក់នោះកំពុងតែរត់មកវាយគាត់ធ្វើឲ្យSakamichiខ្លាចបានត្រឹមតែចាំរងកម្លាំងនោះតែពេលហ្នឹងមីសុយាដែលនៅកំពុងតែទប់ទល់ជាមួយនឹងសត្រូវក្បែរនោះគាត់ក៏បានស្ទុះមកធាអបិដែលប្រងវាយSakamichiហ្នឹងមួយជើងហើយហុចដៃSakamichiចាប់ងើបឡើងគាត់បានស្រែកដាក់Sakamichiថាមិនក៏ធ្វើអីឡប់ៗអញ្ចឹងពេលនេះSakamichiកំពុងតែនៅកណ្ដាលការប្រយុទ្ធហើយមិនក៏អត់ចេះការពារខ្លួនពីសត្រូវអញ្ចឹងហើយថែមទាំងបញ្ជាក់Sakamichiថាកុំឲ្យភ្លេចថាខ្លួនគាត់គឺជាសមាជិករបស់ក្រុមទី2នៃ Tokyo Manchiពាក្យនេះបានធ្វើឲ្យSakamichiភ្ញាក់ខ្លួនឡើងវិញគាត់តាំងចិត្តថាត្រូវតែផ្ដោតលើសត្រូវដែលនៅមុខគាត់តែនៅពេលដែលគាត់ងើយមុខមើលមានអីស្រាប់តែមានសត្រូវ2នាក់ឡើងខ្ពស់នៅមុខគាត់ដែលធ្វើឲ្យការតាំងចិត្តរបស់គាត់មិញហ្នឹងរត់ទៅផ្ទះបាត់អស់គ្រាន់តែឃើញកម្ពស់របស់គេធ្វើឲ្យSakamichiខ្លាចឡើងញ័រភ្លាមនោះ Shifuyu ក៏បានមកឈរពីក្រោយគាត់ហើយគេក៏បាននិយាយថាកុំខ្លាចអីអ្នកណាក៏ខ្លាចការវាយគ្នាដែរតែអីដែលសំខាន់នៅពេលនេះយើងត្រូវតែផ្ដោតទៅលើសត្រូវនៅនឹងមុខយើងហើយធ្វើយ៉ាងណាដើម្បីយកឈ្នះពួកគេឲ្យបាននឹកទៅដល់ហ៊ីណាSakamichiក៏បានប្រឹងក្តាប់ដៃហើយយកឈ្នះចិត្តភ័យខ្លាចរបស់គាត់ចុងក្រោយគាត់ក៏អាចវាយសត្រូវដែលកំពុងតែរត់មករកគាត់បានសម្រេចមួយដៃពេញទំហឹងតែគាត់ក៏នៅតែត្រូវគេវាយវិញដែរយើងក៏เลยទៅមើលម៉ៃគីឯនោះវិញពេលនេះគាត់កំពុងតែប្រឈមមុខជាមួយនឹងការស៊ូតារ៉ានៅពេលដែលការស៊ូតារ៉ាស្ទុះទៅវាយម៉ៃគីត្រាំងខាន់ក៏ស្ទុះមករងភ្លាមហើយគាត់និយាយទៅកាន់ការស៊ូតារ៉ាថាឋានៈរបស់ការស៊ូតារ៉ានៅស្ទើរណាស់មិនសមនឹងវាយជាមួយនឹងម៉ៃគីទេពេលហ្នឹងហាន់ម៉ាក៏បានធាក់ត្រាំងខាន់ចេញហើយថាថ្ងៃហ្នឹងត្រាំងខាន់ត្រូវទៅធ្វើជាដៃគូជាមួយគេព្រោះហាន់ម៉ាចង់ឲ្យការស៊ូតារ៉ាវាយជាមួយនឹងម៉ៃគីតែ2នាក់ត្រាំងខាន់ក៏តបជាមួយនឹងហាន់ម៉ាផងនិងសមាជិករបស់គេផងត្រាំងខាន់ក៏បានឆ្លៀតទៅសួរមីសាយ៉ាដែលនៅក្បែរនោះថាគាត់យ៉ាងម៉េចហើយមីសាយ៉ាក៏បានតបថាគាត់អត់អីទេតែគ្នារបស់ក្រុមTokyo Manchiទាំងមូលគឺដូចជាចាប់ផ្ដើមចុះខ្សោយហើយព្រោះថាក្រុមវ៉ាហាឡាមានគ្នាច្រើនជាងទ្វេដងហើយពួកគេសុទ្ធតែមានមាឌធំជាងក្រុមTokyo Manchiដោយសារតែពួកអស់ហ្នឹងគឺសុទ្ធតែមានអាយុបងពេលហ្នឹងដែរត្រាំងខាន់ក៏បានស្ទុះទៅជួយសមាជិកម្នាក់ដែលពេលនេះគេកំពុងតែធ្លាក់ចូលទៅក្នុងការភ័យខ្លាចត្រាំងខាន់ក៏បានលើកទឹកចិត្តគេព្រោះបើសិនជាគេខ្លាចគេនឹងមិនអាចឈ្នះទេម្នាក់នោះក៏បានតបថាគេក៏ចង់ដែរប៉ុន្តែបើនិយាយសម្រាប់គេគឺមិនមានកម្លាំងគ្រប់គ្រាន់ដោយត្រាំងខាន់និងម៉ៃគីទេហើយគេក៏បានសុំទោសទៅត្រាំងខាន់ព្រោះគេអត់អាចវាយតទៀតបានទេត្រាំងខាន់ក៏បាននិយាយថាគាត់នឹងការពារគេនិងការពារគ្រប់គ្នាប៉ុន្តែពេលឃើញសមាជិកជាច្រើនដេកដួលនិងអ្នកខ្លះក៏ឈប់វាយធ្វើឲ្យត្រាំងខាន់យល់ថាពេលនេះក្រុមTokyo Manchiទាំងអស់គឺចាប់ដើមចាញ់ហើយតែមិនមែនចាញ់កម្លាំងកាយទេគឺចាញ់ខាងកម្លាំងចិត្តផ
ភ្លាមនោះហាន់ម៉ាមិនដឹងថាទៅនាំអាសក់បោះពីរនាក់ហើយនឹងមនុស្សមួយបងមកពីណាទេឲ្យមកជួយវាយជាមួយនឹងត្រាំងខិនហើយនៅពេលនឹងដែរយើងក៏បានឃើញថាកាមីឈីកំពុងតែរត់ខ្វាយបណ្ដាហើយស្រែកបណ្ដាដោយគាត់ស្រែកពាក្យតាំងចិត្តថានឹងយកឈ្នះជាច្រើនឃ្លាទាំងដែលគាត់ដើរលេងចង់រួចបន្ទាប់ពីការស្រែកយ៉ាងខ្លាំងថាកាមីឈីក៏បានអស់កម្លាំងរៀបនឹងដួលទៅហើយមេតសយ៉ាក៏បានមកទប់គាត់ទាន់ការតស៊ូនឹងការតាំងចិត្តរបស់ថាកាមីឈីមុននេះបានធ្វើឲ្យសមាជិករបស់តូក្យូម៉ាន់ជីដែលអស់សង្ឃឹមមុននេះក៏ចាប់ផ្ដើមក្រោកឈរឡើងម្ដងទៀតយ៉ាងរឹងប៉ឹងពេលនេះពួកគេអត់ខ្លាចទៀតទេទោះបីជាត្រូវវាយ1ទល់នឹង2ឬទល់នឹង3ក៏ដោយហើយពួកគេក៏ចាប់ផ្ដើមស្រែកបញ្ចេញឥទ្ធិពលនៃការតាំងចិត្តរបស់ពួកគេគ្រប់គ្នាសំឡេងនិងស្នាមញញឹមពីសមាជិកទាំងអស់បានធ្វើឲ្យត្រាំងខិនមានអារម្មណ៍ថាធូរឡើងវិញគាត់អរគុណដល់ថាកាមីឈីដែលបានដាស់កម្លាំងចិត្តរបស់គាត់មកវិញម្ដងទៀតគ្រប់គ្នាក៏ស្ទុះទៅរកសត្រូវម្ដងទៀតពោពេញដោយកម្លាំងចិត្តបាននិយាយពីត្រាំងខិនវិញពេលហ្នឹងគាត់ដូចជាបិសាចចូលខ្លួនអញ្ចឹងអត់មានណាគេមកបញ្ឈប់គាត់បានទេទោះបីជាចូលម្ដង10នាក់ក៏នៅតែគាត់វាយដេកអស់ដែរមិនយូរប៉ុន្មានមនុស្សមួយវងដែលហាន់ម៉ានាំមកមុននេះក៏បានដេកអស់នៅសល់តែគេម្នាក់ហាន់ម៉ាក៏បានញញឹមរងចាំត្រាំងខិនយ៉ាងមានក្តីសុខពួកគេគិតថាត្រាំងខិនវាយមនុស្សច្រើនអ្នកយ៉ាងនេះកម្លាំងរបស់គេក៏ថយចុះអស់ច្រើនដែរតែស្រាប់តែត្រាំងខិនប្រើកណ្ដាប់ដៃ500ស្តេករបស់គាត់ដល់ហាន់ម៉ាឡើងខ្ទាត10ម៉ែត្រកប់ជញ្ជាំងឡើងធ្វើឲ្យអ្នកគ្រប់គ្នានៅកន្លែងហ្នឹងបើកភ្នែកធំសូម្បីតែថាកាមីឈីក៏បើកភ្នែករបស់គាត់ដែរបើករួចមិញដែរតែមួយសន្ទុះក៏ហាន់ម៉ាងើបឡើងមកវិញហើយតទល់ជាមួយនឹងត្រាំងខិនបន្តហើយលើកនេះពួកគេទាំងពីរនាក់ក៏អាចវាយគ្នាត្រូវនឹងទប់គ្នាបានទៅវិញទៅមកព្រោះពួកគេទាំងពីរនាក់អត់មានណាគេខ្សោយជាងណាគេទេក៏លេចទៅមើលម៉ៃគីនិងកាស៊ូតារ៉ាវិញកាស៊ូតារ៉ាមើលទៅសប្បាយចិត្តមែនតែនហើយគេក៏បាននិយាយថាគេរងចាំពេលវេលាបែបហ្នឹងយូរមកហើយកាស៊ូតារ៉ាក៏បានរត់ឡើងលើគំនរឡានហើយម៉ៃគីក៏បានដេញតាមភ្លាមនោះក៏មានអប៉ិងោលដែលជាគ្នារបស់វ៉ាហាឡាម្នាក់មកធាក់ទម្លាក់ម៉ៃគីចុះក្រោមតែគាត់ក៏មានបញ្ហាអីដែរតាមពិតទៅកាស៊ូតារ៉ាត្រៀមគ្នា2នាក់រួចទៅហើយដើម្បីជួយគាត់ក្នុងការយកឈ្នះម៉ៃគីដែលអប៉ិងោលមិញហ្នឹងគឺមានឈ្មោះថាឆនបូហើយម្នាក់ទៀតមានឈ្មោះថាឆនបូក៏បានហក់ទៅវាយម៉ៃគីតែគាត់ក៏វាសតែដៃម្ខាងក៏អាចទប់គេជាប់ដែរហើយក៏ធាក់ទៅគេវិញប៉ុន្តែឆនបូបានគេចផុតឃើញអញ្ចឹងកាស៊ូតារ៉ាក៏បានឆ្លៀតឌឺម៉ៃគីព្រោះពេលនេះម៉ៃគីចាញ់បោកគេឡើងមកដល់ទីខ្ពស់ដែលវាអាចធ្វើឲ្យម៉ៃគីមិនអាចប្រើកម្លាំងជើងឆ្វេងរបស់គាត់បានពេញកម្លាំងបានឆ្លៀតពេលដែលម៉ៃគីកំពុងតែចាប់អារម្មណ៍ជាមួយនឹងកាស៊ូតារ៉ាហ្នឹងឆោមក៏បានហក់មកធាក់គាត់ត្រូវមួយជើងហើយម៉ៃគីក៏បានទប់ទល់ជាមួយនឹង2នាក់ហ្នឹងទៅវិញទៅមក2នាក់ហ្នឹងក៏បានហក់មកចាប់ម៉ៃគីជាប់ហើយកាស៊ូតារ៉ាក៏បានយកបំពង់ដែកមួយមកវាយចងក្បាលម៉ៃគីដែលធ្វើឲ្យគាត់បែកឈាមហើយធ្វើឲ្យម៉ៃគីដួលនៅលើឡានត្រាំងខិនដែលនៅក្បែរនោះក៏បានស្រែកហៅម៉ៃគីយ៉ាងលឺដែលធ្វើឲ្យគ្រប់គ្នាបញ្ឈប់ការវាយហើយក៏លេចទៅរកម៉ៃគីពេលដែលកាស៊ូតារ៉ាគិតថាគេនឹងឈ្នះម៉ៃគីស្រាប់តែងើបឡើងមកវិញហើយគាត់ប្រឹងសួរទៅកាស៊ូតារ៉ាថាតើក្នុងចិត្តកាស៊ូតារ៉ាពិតជាទុកគាត់ជាសត្រូវមែនអត់លើសំណួរនេះកាស៊ូតារ៉ាក៏នឹកឃើញរឿងកាលពីក្មេងរបស់គាត់កាលនោះគាត់រស់នៅជាមួយនឹងគ្រួសារមួយដែលគ្មានសុភមង្គលសូម្បីតែបន្តិចឪពុករបស់គាត់តែងតែប្រើអំពើហិង្សាទៅលើម្ដាយរបស់គាត់ចុងក្រោយពួកគាត់ក៏បានបែកគ្នាហើយបានទុកកាស៊ូតារ៉ាចោលនៅពេលដែលគាត់រងានឹងឯកាបំផុតគឺមានតែម៉ៃគីដែលគេប្រៀបដូចជាពន្លឺដែលមកបំភ្លឺកាស៊ូតារ៉ាចាប់ពីថ្ងៃនោះកាស៊ូតារ៉ាមានតែម៉ៃគីម្នាក់គត់ដែលជាសាច់ញាតិរបស់គាត់ប៉ុន្តែចុងក្រោយព្រោះតែម៉ៃគីដដែលបានធ្វើឲ្យគាត់ឈានទៅដល់ការសម្លាប់មនុស្សកាស៊ូតារ៉ាយល់ថានេះគឺជាកំហុសរបស់ម៉ៃគីបន្ទាប់ពីគិតរួចកាស៊ូតារ៉ាក៏បាននិយាយបញ្ជាក់ទៅកាន់ម៉ៃគីថាច្បាស់ណាស់ម៉ៃគីគឺជាសត្រូវរបស់គេហើយកាស៊ូតារ៉ាក៏បានបន្តថាបើមនុស្សម្នាក់សម្លាប់មនុស្សធម្មតាគេម្នាក់ហ្នឹងនឹងក្លាយជាមនុស្សអាក្រក់តែបើសិនជាមនុស្សម្នាក់សម្លាប់សត្រូវរបស់គេវិញនោះមនុស្សម្នាក់ហ្នឹងនឹងក្លាយទៅជាហេរ៉ូបន្ទាប់ពីនិយាយចប់ឆនបូនិងឆោមក៏ចាប់ម៉ៃគីជាប់ដើម្បីឲ្យកាស៊ូតារ៉ាវាយម៉ៃគីដោយសេរីត្រាំងខិនដែលនៅពីក្រោមក៏ប្រឹងរត់ទៅរកម៉ៃគីតែក៏ត្រូវហាន់ម៉ាមកខាត់គាត់ជាប់ពេលនេះកាស៊ូតារ៉ាលែងខ្វល់អីទៀតហើយដឹងត្រឹមតែថាពេលដែលគាត់អាចសម្លាប់ម៉ៃគីបានគាត់នឹងក្លាយទៅជាហេរ៉ូបន្ទាប់ពីឲ្យកាស៊ូតារ៉ាវាយជាច្រើនដែកម៉ៃគីក៏បាននិយាយថាបើសិនជាកាស៊ូតារ៉ានិយាយបែបនេះអញ្ចឹងបងប្រុសរបស់គាត់គឺជាសត្រូវរបស់កាស៊ូតារ៉ាដែរមែនទេនិយាយចប់ម៉ៃគីក៏ចាប់ផ្ដើមខឹងយ៉ាងខ្លាំងហើយក៏ប្រើក្បាលរបស់គាត់បោកឈោមចេញហើយក៏បានប្រើជើងឆ្វេងរបស់គាត់ដែលឆនបូកំពុងតែអោបនឹងធាក់ចំក្បាលកាស៊ូតារ៉ាមួយទំហឹងដែលធ្វើឲ្យគេដួលស្ដោកស្ដឹងទាំងពីរទាំង3នាក់
Nang ngày nào khi ở trong episode tí đầm bốn nâng cứ miền tập văn năng tệ, admin trong phép tha hưởng nâng kia toàn tranh chọc tệ, hai lời nâng admin phơ toàn phép để kê tranh bà nâng hai. Chỉ vì xét hưởng nâng kê tranh mượn tất tại mỗi episode tệ, hai cả muốn admin phơ mười video 3 episode. Chẳng admin trong số này ọc kia tha, chẳng admin tranh mượn tất mỗi episode rồi cả chẳng admin phơ mười video 3 episode định môn. Ta bởi sân thì chẳng admin tranh mỗi video 3 episode định môn thử chạm đào bè tận. តែបើអ្នកនរគ្នាចង់ចាំដល់បែតិតមែនចាំ admin រករឿងផ្សេងទៀតមកសម្រាយបដាទៀតហើយកុំភ្លេចប្រាប់ចម្លើយអ្នកនរគ្នានៅក្នុង comment ខាងក្រោមបើសិនជាចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like ហើយនិងជួយចុច subscribe admin ម្នាក់មួយផងពួកអី admin ចិត្តបាន 100k ហើយណាស៊ូអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយជំរាបសួរស្ដីអ្នកនរគ្នានេះខ្ញុំសាការ៉ាសាកាមីជីថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Tokyo Revenger របស់យើងបន្តទៀតតែមុននឹងចូលទៅកាន់សាច់រឿងយើងបន្តអ្នកនរគ្នាកុំភ្លេចជួយចុច subscribe ហើយនិងជួយចុច like ឲ្យ admin ម្នាក់មួយផងចឹងរំលឹកការពិភាក្សាមុនបន្តិចក្នុងភាគទី19យើងឃើញថាត្រង់ខណ្ឌ Viol ហ្មងតែទោះបីជាគ្រប់ division ទាំងអស់របស់ក្រុម Tokyo Manji Gang ខ្លាំងយ៉ាងណាក៏ដោយគឺនៅតែមានការលំបាកក្នុងការយកឈ្នះក្រុម Valhalla ព្រោះយើងដឹងហើយថា Valhalla គឺមានសមាជិកច្រើនមែនទែនចំណែកថាកាមីឈីវិញដំបូងគាត់គ្រាន់តែចង់ស្វែងរកប៉ាជីដើម្បីការពារគេពីការសូតារ៉ាតែដោយសារមើលឃើញពីទុកលំបាកនៃការខ្វះខាតសមាជិកដើម្បីតបតនឹងមនុស្សជាច្រើនរបស់ Valhalla ដូចនេះតាមរយៈការលើកទឹកចិត្តរបស់ Mitsuya និង Shifuyu ថាកាមីឈីក៏រឹងពឹងឡើងហើយក្តាប់ដៃតបតជាមួយនឹងគ្នារបស់ Valhalla ដែរទោះបីជាគាត់មិនសូវពូកែក្នុងការវាយតែការតាំងចិត្តរបស់គាត់បានធ្វើឲ្យសមាជិករបស់ក្រុម Tokyo Manji ដែលបានបាក់ទឹកចិត្តក៏ងើបឈរឡើងមកវិញម្ដងទៀតដែលវាក្លាយជាកម្លាំងចិត្តដល់ division គ្រប់គ្នារួមទាំងត្រាំងខិនដែលកំពុងតែមានការបារម្ភចំពោះសុខទុក្ខរបស់សមាជិកទាំងអស់របស់គាត់ដូចគ្នាហើយនៅពេលដែលឃើញសមាជិករបស់គាត់មានការតាំងចិត្តឡើងវិញធ្វើឲ្យគាត់បោះចោលការបារម្ភទាំងអស់នោះដើម្បីបមូលអារម្មណ៍ក្នុងការវាយបន្តដោយខ្លាំងក្លារីឯ Mikey វិញគាត់ប្រឈមមុខនឹងការឈឺចាប់របស់គាត់គឺការសូតារ៉ាទោះបីជាគាត់ដឹងថាការសូតារ៉ាគឺជាមនុស្សដែលដឹងខុសហើយមិនចេះកែតែអស់រយៈពេល2ឆ្នាំមកនេះបន្ទាប់ពីការស្លាប់របស់បងប្រុសគាត់ Mikey នៅតែមិនបោះបង់ចោលក្តីសង្ឃឹមបន្តិចបន្តួចចំពោះមិត្តចាស់ម្នាក់នេះនោះទេ Mikey នៅតែគិតថាពួកគេថ្ងៃណាមួយនឹងអាចមានពេលវេលាល្អៗជាមួយគ្នាម្ដងទៀតតែនៅទីបំផុតឱកាសចុងក្រោយដែលគាត់បានឲ្យការសូតារ៉ានិយាយពាក្យក្នុងចិត្តរបស់គេបើជានៅតែប្រកាន់ថារឿងដែលគេបានធ្វើកន្លងមកគឺសុទ្ធតែជារឿងត្រឹមត្រូវចុងក្រោយ Mikey ក៏អស់ការអត់ទ្រាំហើយក៏ផ្ដួលការសូតារ៉ាដោយខ្លួនគាត់ផ្ទាល់បន្ទាប់ពីការសូតារ៉ានឹងគ្នាពីរនាក់ទៀតដួលអស់ Mikey ក៏បានទន់ជង្គង់ចុះគ្រប់គ្នាដែលនៅខាងក្រោមក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងមើលតែ Mikey ដូចអស់កម្លាំងខ្លាំងណាស់វាអាចមកពីគាត់ហូរឈាមច្រើនពេកមុននេះនៅពេលដែលឃើញ Mikey ធ្លាក់នៅក្នុងសភាពបែបនេះធ្វើឲ្យគ្នារបស់ Valhalla យល់ថាវាគឺជាឱកាសល្អក្នុងការកម្ចាត់ Mikey ចោលបន្ទាប់មក Choji ដែលជាប្រធានក្រុមម្នាក់ទៀតរបស់ Valhalla ក៏បានដឹកនាំគ្នាជាច្រើនរត់សម្ដៅទៅរក Mikeyថាកម្មវិធីដែលបានឃើញទស្សនវិជ្ជានេះគាត់ព្រួយបារម្ភជាខ្លាំងគាត់មិននឹកស្មានថា Valhalla នៅមានប្រធានក្រុមផ្សេងទៀតដែលមិនទាន់ចូលប្រយុទ្ធនោះទេថាកម្មវិធីប្រឹងស្រែកប្រាប់គ្រប់គ្នាឲ្យឆាប់ទៅការពារ Mikey តែនៅពេលដែលគាត់មើលទៅ Mitsuya Naoya Shifuyu ត្រាំងខិននិងអ្នកដទៃទៀតពួកគេសុទ្ធតែត្រូវបានឡោមព័ទ្ធដោយក្រុមរបស់ Valhalla នៅជុំវិញដោយដឹងថាអត់មានអ្នកគេអាចដកឃ្លាមកជួយ Mikey បានថាកម្មវិធីក៏សម្រេចចិត្តថានឹងចូលទៅជួយ Mikey តែម្នាក់ឯងនៅពេលដែលថាកម្មវិធីកំពុងតែរត់ទៅតាមគេនឹងគាត់ក៏ត្រូវបានគេវាយផងទាត់ផងតែយ៉ាងណាគាត់នៅតែមិនចោះចាញ់នោះទេទោះបីជាអញ្ចឹងក៏ដោយសំអាងលើថាកម្មវិធីដែលទុនខ្សោយម្នាក់មិនអាចខាត់មនុស្សជាច្រើនបានទេChoji ក៏បានឡើងទៅដល់កន្លែងដែល Mikey អង្គុយមុនគេហើយក៏បានប្រើដំបូលរបស់គាត់ងាកសម្ដៅទៅរក Mikey ភ្លាមនោះ Kiseki មិនដឹងចេញមកពីណាគេក៏បានវាយ Choji មួយដៃអន់សន្លប់ឈឹង Kiseki ជន់ក្បាល Choji ដែលសន្លប់ហើយប្រកាសថាគាត់គឺជាប្រធានក្រុមទី3របស់ក្រុម Tokyo Manji ហើយក៏បានស្រែកកូនចៅរបស់គាត់ត្រូវតែការពារ Mikey ដែលជាមេក្រុមរបស់ពួកគេឲ្យបានគ្នារបស់ Kiseki ជាច្រើនក៏មកវាយសមាជិករបស់ Valhalla ដែលមកតាម Choji មុននេះដេកដួលអស់ពេលនឹងដែរថាកម្មវិធីក៏បានចូលចាំរឿងមួយតាមពិត Choji ម្នាក់នេះថាកម្មវិធីធ្លាប់ជួបម្ដងរួចមកហើយនៅពេលនោះគេគឺកំពុងតែដើរជាមួយនឹង Kiseki ដែរទង្វើរបស់ Kiseki បានធ្វើឲ្យ Mitsuya សរសើរ Kiseki ដែលគេបានចាញ់មុខមកជួយ Mikey ចំណែក Shifuyu កំពុងគិតថាតើ Kiseki មានបំណងអ្វីឲ្យប្រកាសតែ
ដែលគេចង់ក្លាយជា President របស់ Tokyo Manji ឬក៏អ្វីផ្សេងបន្ទាប់ពីបានលើពាក្យសរសើរពីមាត់សមាជិកផ្សេងដែលធ្វើឲ្យ Takamichi ចាប់ផ្ដើមភ័យខ្លាចនឹងរឿងរ៉ាវដែលនឹងកើតមាននៅថ្ងៃខាងមុខគាត់យល់ថា Kisaki ធ្វើបែបនេះបើសិនជាការប្រយុទ្ធនេះក្រុម Tokyo Manji ឈ្នះនោះគេនឹងក្លាយទៅជាអ្នករួមចំណែកដ៏សំខាន់ក្នុងរឿងមួយនេះហើយគេក៏នឹងទទួលបានទំនុកចិត្តកាន់តែខ្លាំងពីសមាជិកគ្រប់គ្នាតែបើសិនជាវ៉ាហាឡាឈ្នះវិញគេនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមដ៏ធំមួយដែលបានពីការរួមបញ្ចូលគ្នារវាងក្រុមវ៉ាហាឡានិង Tokyo Manji គេដូចនេះទោះបីជាក្រុមមួយណាឈ្នះក៏ដោយគឺ Kisaki នៅតែក្លាយជាអ្នកទទួលបានផលប្រយោជន៍ដដែលភ្លាមនោះត្រង់ខិនក៏ស្រែកសរសើរ Kisaki យ៉ាងលឺតែនឹងគេមិនដឹងសោះថាមុខមាត់ពិតរបស់ Kisaki វាយ៉ាងណាហើយត្រង់ខិនថែមទាំងបានផ្ញើ Mikey ឲ្យ Kisaki ជាអ្នកមើលថែទៀតបន្តិចក្រោយមកប៉ាជីក៏បានបង្ហាញខ្លួនហើយវាយ Kisaki មួយដែកពេញទំហឹងដែលធ្វើឲ្យគេដេកស្ដោកឃើញចឹងត្រាំងខិននិងវិសយាក៏បានស្រែកឲ្យប៉ាជីឈប់ហើយក៏បានបញ្យល់ប្រាប់ប៉ាជីថាពួកគេចាត់ទុកការវាយគ្នាមួយនេះគឺជាថ្នូរដើម្បីដូរយកប៉ាជីទៅ Tokyo Manji វិញតែប៉ុណ្ណោះឆ្លៀតពេលប៉ាជីមិនប្រយ័ត្នអនុប្រធានរបស់ Kisaki ក៏បានទាញប៉ាជីទម្លាក់ចុះមកក្រោមបានសម្រេចចំណែក Kisaki ក៏បានងើបឡើងមកវិញហើយបានប្រាប់ឲ្យគ្នារបស់គេត្រូវតែយកជីវិតប៉ាជីឲ្យបានShifuyu ក៏បានស្ទុះទៅពាំងផ្លូវប៉ាជីកុំឲ្យទៅវាយជាមួយនឹង Kisaki ព្រោះបើសិនជាប៉ាជីធ្វើបែបនេះគឺមានន័យថាប៉ាជីកំពុងតែប្រឆាំងនឹង Mikey ហើយប៉ាជីក៏បានវាយ Shifuyu មួយដៃដែលធ្វើឲ្យគេដួលហើយគាត់ក៏តបថាពីមុនគាត់ទុក Shifuyu នៅក្បែរខ្លួនគឺគ្រាន់តែទុកប្រើប៉ុណ្ណោះហើយគាត់ក៏មិនខ្វល់ថា Shifuyu កំពុងតែគិតអំពីអីដែរShifuyu ប្រឹងងើបឡើងហើយក៏បានប្រាប់ទៅកាន់ប៉ាជីថាក្នុងនាមគាត់ជាអនុប្រធានក្រុមទី1ដូចនេះគាត់បដិញ្ញាចិត្តថានឹងតាមការពារប្រធានក្រុមរបស់គាត់ជានិច្ចប៉ាជីក៏បានឲ្យពេលគាត់10វិនាទីដើម្បីឃាត់គាត់ប៉ាជីក៏បានរាប់បណ្ដាហើយប្រាប់Shifuyuបណ្ដាថាគាត់នឹងមិនឈប់នោះទេលុះត្រាតែShifuyuសម្រាប់គាត់ទើបគាត់ឈប់បន្ទាប់ពីរាប់ចប់Shifuyuក៏មិនមានសកម្មភាពអីប៉ាជីក៏ប្រុងឡើងទៅរកKisakiតែ Takamichi ក៏បានស្ទុះមកអោបគាត់ជាប់ Takamichi បានស្រែកShifuyuឆាប់មកបញ្ឈប់ប៉ាជីប៉ុន្តែ Shifuyu ក៏បានតបថាគាត់សុំទោសព្រោះគាត់អាចលើកដៃវាយប៉ាជីបាននោះទេសូម្បីតែមួយដៃពេលនឹងដែរ Takamichi ក៏ត្រូវមើលកាយរបស់ប៉ាជីតែទោះជាគាត់ពិបាកទ្រាំយ៉ាងណាក៏គាត់នៅតែមិនចោះចាញ់ដែរTakamichi ប្រឹងអោបប៉ាជីយ៉ាងខ្លាំងព្រោះគាត់ត្រូវការពារប៉ាជីឲ្យបានតែនឹកដល់រឿងមួយនេះ Takamichi ស្រាប់តែនឹកឃើញថាតាមពិតប៉ាជីត្រូវស្លាប់ក្រោមដៃកាសុត្រាតាមិនមែនជា Kisaki ទេTakamichi ក៏បានប្រឡែងប៉ាជីហើយក៏លេចទៅរកកាសុត្រាស្រាប់តែគេបាត់ទៅណាមិនដឹងភ្លាមកាសុត្រាស្រាប់តែស្ទុះមកចាក់ប៉ាជីពីក្រោយយ៉ាងពេញទំហឹងTakamichi ក៏បានស្ទុះទៅរុញកាសុត្រាចេញព្រោះបើឲ្យកាសុត្រាសម្រាប់ប៉ាជីបាននោះអនាគតកាលនឹងកើតឡើងហើយបន្ទាប់ពីនឹង Takamichi ក៏បានស្រែកសួរទៅប៉ាជីថាតើគាត់អូខេអត់ប៉ាជីក៏បានងាកមកហើយតបថាមិនអីនោះទេព្រោះវាគ្រាន់តែរលត់បន្តិចប៉ុណ្ណោះប៉ាជីក៏បានអរគុណTakamichiដែលបានជួយជីវិតគាត់ចំណែកShifuyuវិញក៏បានស្ទុះទៅរកកាសុត្រាហើយក៏បានសួរគេថាហេតុអីក៏ធ្វើអញ្ចឹងតែកាសុត្រាបែរជាតបថានេះគឺជាកំហុសរបស់ប៉ាជីទៅវិញTakamichi និងShifuyuក៏សុំខ្លួនដើម្បីទៅវាយ Kisaki ជាមួយនឹងប៉ាជីដែរព្រោះTakamichi បានយល់ថាគាត់ប្រហែលជាបានកែប្រែរឿងដែលកាសុត្រាសម្រាប់ប៉ាជីបានសម្រេចហើយអញ្ចឹងគាត់ត្រូវតែបង្កើតឱកាសដើម្បីសាងសមិទ្ធផលហើយនឹងក្លាយទៅជាប្រធានក្រុមធំនៅក្នុងក្រុម Tokyo Manji គេព្រោះគាត់ចង់ក្លាយជាក្នុងអាយដលធំរបស់ Hina ហើយបើសិនជាគាត់ក្លាយជាសមាជិកធំគាត់នឹងរាំងស្ទះ Kisaki ឲ្យបានមិនឲ្យគេក្លាយជាផ្នែកមួយនៃសមាជិករបស់ Tokyo Manji គេនោះទេព្រោះគេអាចនឹងបំផ្លាញក្រុមនេះនៅពេលអនាគត